បងប្អូនឆ្ងល់ថាមូលហេតុអីបើជាយើងកើតជំងឺ stress នៅក្នុងខ្លួនតើអញ្ចឹងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកធ្វើតេស្តលើខ្លួនឯងថារហងៃនេះយើងកំពុងតែកើតជំងឺ stress អត់អាការៈទី1ហ្នឹងគឺយើងឧស្សាហ៍ឈឺក្បាលច្រើនយើងចុករយនៅក្នុងសាច់ដុំរបស់យើងដូចជាចុកកចុកស្មាឈឺខ្នងអញ្ចឹងទៅហើយពេលខ្លះបេះដូងរបស់យើងលោតញាប់ខុសពីធម្មតាហ្មងភាគច្រើនតែគាត់មានជំងឺ stress ហ្នឹងគឺគាត់ឈឺកាពះឈឺរ៉ាំរ៉ៃអត់ងាយជាទេអាការៈទី2យើងមានអារម្មណ៍ថាឆាប់ខឹងច្រើនអារម្មណ៍របស់យើងអត់នឹងនូវរឿងដែលមិនសមនឹងខឹងមិនសមនឹងគិតច្រើនចុះគឺយើងគិតច្រើនយើងអស់សង្ឃឹមយើងពិបាកចិត្តទៅលើរឿងហ្នឹងដែរហ្នឹងក៏ដោយសារតែបញ្ហាមកពីយើង stress ដែរអាការៈទី3ញ៉ាំអីអត់ចូលសោះបាត់បង់ចំណង់អាហារគាត់អត់ចង់ញ៉ាំអីទាំងអស់គាត់គេងអត់លក់ពិបាកក្នុងការគេងអាការៈទី4ដាច់ខ្លួនឯងចេញពីសង្គមគាត់ចង់នៅម្នាក់ឯងចង់នៅក្នុងបន្ទប់ចង់នៅផ្ទះអត់ចង់ជួបណាគេចាដាច់តំណែងតំណងចេញពីគ្រួសារចេញពីមិត្តភ័ក្តិអត់ចង់និយាយច្រើនចូលចិត្តនៅស្ងាត់តែម្នាក់ឯងហើយគាត់អត់ចង់ធ្វើអីទាំងអស់និយាយទៅគាត់ចង់នៅស្ងាត់អាការៈទី5គាត់ធ្វើការធម្មតាទេប៉ុន្តែគាត់មានអារម្មណ៍ក្នុងការផ្ដោតធ្វើការងាររបស់គាត់ឡើយពេលដែលគាត់ធ្វើការគឺលទ្ធផលការងាររបស់គាត់អត់បានល្អអាការៈទី5នៅពេលដែលគាត់ធ្វើការគឺគាត់បាត់បង់ការផ្ដោតគាត់មានអារម្មណ៍ក្នុងការធ្វើការគាត់មានអារម្មណ៍ថាធុញថប់គិតអីអត់ចេញហើយពេលខ្លះគាត់ពិបាកចិត្តហ្នឹងហៅមូលហេតុនៃការពិបាកចិត្តហ្នឹងអត់ឃើញធ្វើឲ្យគាត់សម្រេចចិត្តថាទៅផឹកឬក៏ទៅជក់បារីឬក៏ធ្វើអីមួយដើម្បីលុបបំបាត់នៃភាពធុញថប់របស់គាត់ហ្នឹងឯងដោយសារតែការៈចេញមកពីការ stress បន្ទាប់ពីធ្វើតេស្តហើយបងប្អូនទាំងគ្នាឃើញខ្លួនឯងថាខ្លួនកំពុងតែ stress អត់បើសិនជាដឹងថាខ្លួនឯងកំពុងតែ stress កុំទាន់ភ័យឬក៏បារម្ភច្រើនអីនោះយើងទាំងអស់គ្នាណាគេក៏កើត stress នៅក្នុងខ្លួនដែរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងប៉ុន្តែឲ្យយើងដឹងថាឫសគល់នៃភាព stress របស់យើងនោះមកពីអីហើយយើងអាចដោះស្រាយបញ្ហាទាំងអស់នោះបានឥឡូវនេះមកដឹងពីមូលហេតុឫសគល់ថាយើង stress នោះដោយសារតែអីគេទម្លាប់នឹងសកម្មភាពរបស់យើងមួយចំនួនដែលយើងធ្វើតើដឹងខ្លួនរាល់ថ្ងៃដែលជាកត្តាជំនួយយើងកើតជំងឺ stress ដែលអត់ដឹងខ្លួនតែម្ដងទី1យើងមានទម្លាប់អត់ហាត់ប្រាណយើងអត់បញ្ចេញសកម្មភាពអត់ចេញញើសអត់ចេញជាតិពុលនៅក្នុងខ្លួនរបស់យើងអញ្ចឹងទៅធ្វើឲ្យខ្លួនរបស់យើងនឹងគឺងាយ stress ខ្លាំងមែនតើដោយសារតែយើងអត់មានហាត់ប្រាណចាធ្វើឲ្យយើងលើសជាតិស្ករលើសជាតិខ្លាំងឬទាំងអស់ហ្នឹងឯងដែលវាបន្សំពីមួយថ្ងៃបន្តិចដែលធ្វើឲ្យយើងនឹងកើតជំងឺ stress ដែលអត់ដឹងខ្លួនដោយសារតែយើងអត់បានហាត់ប្រាណអត់បានបញ្ចេញនូវសកម្មភាពអត់បានជំរុញឲ្យខ្លួនឯងមានភាពរហ័សរហួនដែលអត់ហាត់ប្រាណធ្វើឲ្យយើងស្ពឹកសពូនធ្វើឲ្យយើង stress កាន់តែខ្លាំងដូច្នេះបើសិនជាបងប្អូនអត់មានទម្លាប់ហាត់ប្រាណទេចាសូមបង្កើតទម្លាប់មួយនឹងឡើងព្រោះហាត់ប្រាណគឺល្អខ្លាំងមែនទែនដល់សុខភាពរបស់យើងទី1គឺជួយឲ្យយើងមានសុខភាពល្អមានសុខភាពរឹងមាំអត់ងាយឈឺទី2យើងបានបញ្ចេញភាពតានតឹងរបស់យើងចេញពីខាងក្នុងបងប្អូនចេញទៅលើការហាត់ប្រាណនឹងដែរធ្វើឲ្យយើងលុបបំបាត់ភាព stress ចេញពីខ្លួនយើងបានច្រើនបងប្អូនអាចទៅហាត់ប្រាណតាមរយៈដើរខ្លួនឯង1គីឡូ2គីឡូក្នុងមួយថ្ងៃអញ្ចឹងទៅឬក៏អាចទៅកន្លែងហាត់ប្រាណទៅកន្លែង gym ក៏បានដែរឬក៏យើងអាចមើលវីដេអូហាត់ប្រាណតាម YouTube យើងអាចអនុវត្តនៅផ្ទះខ្លួនឯងផ្ទាល់ព្រោះការឈៀតពេលសម្រាប់យើងខ្លួនឯងបងប្អូនឈៀតពេលត្រឹមតែមួយថ្ងៃ20នាទីឬក៏30នាទីគឺជួយដល់សុខភាពរបស់យើងច្រើនមែនតើទម្លាប់ទី2ការញ៉ាំអាហារមិនល្អការញ៉ាំអាហារដែលមានជាតិខ្លាំងច្រើនពេកអាហារដែលមានរសជាតិដិតពេកដូចជាផ្អែមខ្លាំងពេកប្រៃខ្លាំងពេកហឹរខ្លាំងពេកទាំងអស់ហ្នឹងឯងបងប្អូនក៏ជាកត្តាមួយដែលជំរុញយើងកើត stress ផងដែរការយើងញ៉ាំអាហារដែលមិនល្អអត់មានជីវជាតិគ្រប់គ្រាន់ញ៉ាំអាហារដែលប៉ះពាល់ដល់សុខភាពយើងនឹងហើយធ្វើឲ្យជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ធ្វើឲ្យយើងងាយនឹងកើតជំងឺផ្សេងជាទឹកនោមផ្អែមអ្វីដែលផ្សេងលើសឈាមអញ្ចឹងទៅបងប្អូនកាលណាញ៉ាំអាហារទាំងអស់ហ្នឹងយើងអត់ស្អាតទេដូចជាកើតមុនឡើងគីឡូចាទាំងអស់ហ្នឹងហើយកាលណាតែរូបរាងយើងអត់ស្អាតសុខភាពយើងអត់ល្អមិនធ្វើឲ្យយើង stress ដោយសារតែការញ៉ាំអាហាររបស់យើងប្រចាំថ្ងៃអាចធ្វើឲ្យយើងមានថាមពលខ្លាំងអត់អាចធ្វើឲ្យសុខភាពរបស់យើងល្អទេញ៉ាំកាន់តែច្រើនកាន់តែប៉ះពាល់ដល់សុខភាពរបស់យើងថ្ងៃអនាគតអញ្ចឹងយើងអាចកាត់បន្ថយពីលើទៅបានឬក៏យើងកែប្រែរបបអាហាររបស់យើងប្រចាំថ្ងៃពីលើទៅបានគឺល្អមែនតើទម្លាប់ទី3ការប្រើទូរស័ព្ទច្រើនពេកការលេងកុំព្យូទ័រច្រើនពេកឬក៏យើងមើលទូច្រើនឡើងអញ្ចឹងទៅក៏ធ្វើឲ្យយើង stress ផងដែរជាធម្មតានៅពេលដែលយើងចំណាយពេលវេលារបស់យើងច្រើនលើសពី1ម៉ោងទៅលើកញ្ចក់ទូរស័ព្ទឬក៏កញ្ចក់ទូហ្នឹងបងប្អូនធ្វើឲ្យយើងចាប់ផ្ដើមចុកភ្នែកឈឺភ្នែកតែធ្វើឲ្យរាងកាយរបស់យើងមានអារម្មណ៍ថាអស់កម្លាំងអត់ដឹងខ្លួនហ្មង
ហើយរាងកាយបើយើងស្ពឹកសពូនយើងឈឺក្បាលយើងវិលមុខបងប្អូនធ្លាប់ចំណាំមើលខ្លួនឯងថានៅពេលដែលយើងមើលទូរស័ព្ទច្រើនពេកដូចជាលើសពី1ម៉ោងឡើងទៅយើងគេងមើលទូរស័ព្ទដល់ពេលយើងឡើងមកយើងមានអារម្មណ៍ថាធៀងធងវិលមុខអត់ស្រួលហ្នឹងហើយបងប្អូនគឺជាកត្តាមួយដែលធ្វើយើងនឹង stress ការទទួលព័ត៌មានមិនល្អទទួលព័ត៌មានអវិជ្ជមានចូលមកក្នុងខ្លួនរបស់យើងច្រើនឧទាហរណ៍ថាយើងមានមិត្តភ័ក្តិឬក៏បងប្អូនគ្រួសាររបស់យើងអញ្ចឹងតោះគាត់ជាមនុស្សដែលអវិជ្ជមានគឺគាត់តែងតែនិយាយពីបញ្ហាច្រើនគាត់តែងតែឃើញអ្វីមួយអវិជ្ជមានជុំវិញខ្លួនគាត់ឬតែមិនត្រូវនឹងភ័យមិនត្រូវនឹងគិតច្រើនសោះគាត់គិតប្រាប់យើងដែរអញ្ចឹងកាលណាតែបងប្អូននៅក្បែរមនុស្សទាំងអស់នឹងច្រើនធម្មតាបងប្អូននៅតែយើងស្រឡាញ់មិត្តភ័ក្តិបងប្អូនទៅពេលដែលគាត់មានបញ្ហាគាត់អត់សប្បាយគាត់ពិបាកមានទុក្ខយើងតែងតែចង់ជួយគាត់តែក៏ជាកត្តាមួយដែលធ្វើយើង stress ដែរលើសពីនឹងទៀតការសូកព័ត៌មានមិនល្អពីបណ្ដាញសង្គមឧទាហរណ៍ថាបងប្អូនបណ្ដាញសង្គមមើល Facebook អីចឹងទៅចាឃើញព័ត៌មានមិនល្អបានកើតឡើងដូចជាប្តីប្រពន្ធគេឆ្លោះគ្នាគ្រួសារគេបែកបាក់គ្នាព័ត៌មានអត់ល្អទាំងអស់ហ្នឹងបងប្អូនយើងឃើញហើយគឺយើងដកជាប់ចង់ចាំនឹងគ្រូក្បាលរបស់យើងហ្មងពេលខ្លះយើងតែគិតរឿងខ្លួនឯងទៀតថាតិចខ្ញុំជួបរឿងចឹងដូចគេដែរទៅចាយើងតែភ័យព្រួយបារម្ភទាំងរឿងហ្នឹងមិនមែនជារឿងរបស់យើងសោះបាក់ចិត្តទៅលើរឿងគេជាបងប្អូនមានទម្លាប់ទទួលព័ត៌មានមិនល្អឆ្ងល់ថាហេតុអីបើយើងចេះតែ stress អញ្ចឹងហ្នឹងហើយបងប្អូនដោយសារតែយើងយកព័ត៌មានពីគេគិតរឿងគេច្រើនពេកទម្លាប់ទី5សម្រាប់បងប្អូនដែលគាត់អត់ចូលចិត្តសង្គមចាគាត់ចូលចិត្តនៅម្នាក់ឯងស្ងំក្នុងបន្ទប់ចូលចិត្តនៅផ្ទះចាកាលណាគាត់នៅផ្ទះអត់ត្រូវពលឺថ្ងៃអត់ចេញក្រៅសោះធ្វើឲ្យគាត់ stress ហើយបងប្អូនបន្ទប់ដែលអត់មានពលឺគ្រប់គ្រាន់ទេបន្ទប់បិទជិតងងឹតហើយនៅក្នុងបន្ទប់ហ្នឹងស្ងំមើលតែទូរស័ព្ទមើលទូរទស្សន៍លេងហ្គេមទេហ្នឹងហើយជាកត្តាដែលធ្វើឲ្យគាត់នឹង stress លឿនបើសិនជាបងប្អូនមានទម្លាប់បែបហ្នឹងចាសូមឲ្យខ្លួនឯងចេញទៅខាងក្រៅខ្លះឲ្យត្រូវពលឺថ្ងៃដើរលេងខ្លះទៅបងប្អូនកុំនៅផ្ទះច្រើនពេកទម្លាប់ទី6យើងអត់ចេះគ្រប់គ្រងចាត់ចែងពេលវេលារបស់យើងឲ្យបានត្រឹមត្រូវយើងជាមនុស្សអ្នកដែលចូលចិត្តពន្យាពេកការងាររបស់យើងត្រូវធ្វើថ្ងៃហ្នឹងម៉ោងហ្នឹងយើងអត់ធ្វើទេយើងចេះតែទុកវាចោលគោវារហូតដល់ការងាររបស់យើងច្រើនដល់ពេលការងាររបស់យើងច្រើនយើងយកមកធ្វើបងប្អូនគឺច្រើនមែនតើយើងមានអារម្មណ៍ថាខ្ញុំមិនអាចធ្វើទៅបានទេការងារខ្ញុំច្រើនណាស់ខ្ញុំត្រូវធ្វើរឿងច្រើនណាស់ធ្វើឲ្យយើង stress ភ្លាមតែម្ដងអញ្ចឹងបងប្អូនយើងត្រូវចេះចាត់ចែងពេលវេលារបស់យើងថាយើងគួរត្រូវធ្វើអីមកណាពេលណាដែលការងាររបស់យើងមានតិចយើងធ្វើតិចទៅកុំទុកដល់ការងាររបស់យើងគោច្រើនបើយើងធ្វើអញ្ចឹងយើងមានអារម្មណ៍ថាវាច្រើនខ្លាំងពេកដែលយើងអត់អាចធ្វើវាទៅរួចទេធ្វើយើងបាក់ទឹកចិត្តថាយើងអត់អាចធ្វើទៅបានទៀតការគ្រប់គ្រងពេលវេលាពិតជាសំខាន់ខ្លាំងមែនទែនដែលជួយយើងកុំឲ្យយើង stress ពេលដែលយើងមានការងារធ្វើច្រើនពេកដល់អត់មានបានសម្រាប់សោះក៏ធ្វើឲ្យយើង stress ដែរបងប្អូនយើងគួរតែចំណាយពេលវេលាសម្រាប់របស់យើងខ្លួនឯងចាមានពេលឲ្យខ្លួនឯងនៅជាមួយនឹងខ្លួនឯងដើរលេងផងទៅកុំឲ្យយើង stress ពេកធ្វើការរហូតចំណុចចុងក្រោយគឺជាកត្តាធំមួយដែលធ្វើឲ្យយើងនឹងកើតមានជំងឺ stress ដោយសារតែយើងអត់មានគោលដៅក្នុងជីវិតច្បាស់លាស់យើងអត់ដឹងថាខ្លួនឯងចង់បានអីអត់ដឹងថាខ្លួនឯងចង់ធ្វើអីហើយអត់មានអ្នកណែនាំបង្ហាញផ្លូវក្នុងជីវិតរបស់យើងថាយើងគួរដើរផ្លូវណាល្អទើបយើងល្អប្រសើរណោះយើងអត់ដឹងពីរឿងទាំងអស់ហ្នឹងកត្តាទាំងអស់ហ្នឹងវាធ្វើឲ្យយើង stressជាធម្មតាបងប្អូននៅពេលណាដែលយើងអត់មានចំណេះដឹងចំណេះជំនាញដែលអាចដោះស្រាយបញ្ហាក្នុងជីវិតយើងបានពេលបញ្ហាកើតឡើងមានមកយើងអត់ដឹងថាដោះស្រាយវាបែបណាអត់ដោះស្រាយអត់បានគឺយើង stress ហ្នឹងហើយចាហ្នឹងគឺជាបញ្ហាចម្បងមែនតើដោះស្រាយបងប្អូនជួបបញ្ហាអីបងប្អូនព្យាយាមដោះស្រាយឬក៏សួរនាំអ្នកដែលគាត់ធ្លាប់ឆ្លងកាត់រឿងហ្នឹងរួចហើយអាចទុកចិត្តគាត់បានចាអាចប្រឹក្សាយោបល់ជាមួយគាត់បានយើងអាចពិភាក្សាជាមួយគាត់ទៅឬក៏បញ្ហាខ្លះនៅក្នុងបណ្ដាញសង្គមរបស់យើងឥឡូវគឺទូលំទូលាយខ្លាំងមែនតើបងប្អូនអាច search មើល topic ហ្នឹងដែលយើងកំពុងតែមានបញ្ហាលើរឿងហ្នឹងយើងចង់ដោះស្រាយលើរឿងហ្នឹងយើងអាច search មើលក្នុង YouTube បានគឺមានមនុស្សជាច្រើនដែលគាត់ចែករំលែកបទពិសោធន៍របស់គាត់ថាគួរដោះស្រាយបញ្ហាបែបណាចង់បងប្អូនអាចហ៊ានសូត្របានហើយកាលណាដែលយើងអត់មានគោលដៅយើងអត់ដឹងថាខ្លួនឯងចង់បានអីយើងអត់មានការងារធ្វើច្បាស់លាស់យើងអត់មានចំណូលមូលហេតុហ្នឹងឯងដែលធ្វើឲ្យយើង stress ដោយសារតែយើងជីវភាពរបស់យើងរស់នៅអត់ល្អដំណោះស្រាយបងប្អូនអត់ចេះកំណត់គោលដៅបងប្អូនអាចsearch រក topic កំណត់គោលដៅធ្វើបែបណាខ្វះជំនាញអីបងប្អូនអាចរៀនសូត្របន្ថែមទៅចាការរៀនគឺរៀនអត់ចេះចប់ទេអាចបន្តការរៀនសូត្របន្ថែមបានយើងខ្វះខាតចំណុចណាយើងអភិវឌ្ឍខ្លួនឯងទៅលើចំណុចទាំងអស់ហ្នឹងអត់មានពាក្យនិយាយថាយឺតពេលសម្រាប់យើងទេបងប្អូនអត់តែយើងចាប់ផ្ដើមធ្វើវាហើយបន្តធ្វើវាទៅមុខហើយធ្វើវាចប់លាប់គឺអត់មានពាក្យថាយឺតពេលទេទោះបីជាយើងស្ថិតនៅក្នុងអាយុច្រើនប៉ុណ្ណាក៏ដោយអរគុណបងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាការចែករំលែករបស់ខ្ញុំនៅលើ topic ការលុបបំបាត់ការ stress នេះគឺអាចជួយទៅកាន់បងប្អូនទាំងគ្នាបានច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណ